Nó kiaថ្ងៃនេះខ្ញុំមកប្រាប់ការងារក្នុងឡូហើយកន្លែងខ្ញុំនេះការងារឥឡូវចាប់ដើមច្រើនទៅហើយចេកដំបងវាអត់សូវមានការងារច្រើនទេចេកទៅបានមួយខែហ្នឹងវាអត់សូវមានការងារច្រើនទេឥឡូវចាប់ពីមួយខែឡើងវាការងារវាកាន់តែច្រើនទៅហើយបើសិនជាអ្នកឡូខ្លះពួកគាត់បើធ្វើអត់ទាន់ការងារគេដាក់មកធ្វើមិនទាន់ឧទាហរណ៍ថាឲ្យគេឲ្យបិញខាងស្មៅហើយគេធ្វើមិនទាន់ឲ្យគេតម្លាក់ការងារផ្សេងទៀតឲ្យទៅធ្វើនេះធ្វើនោះដូចជាទៅដាក់ជីបយដាក់អីរួចទៅយើងធ្វើបិញខាងស្មៅនឹងអត់ទាន់គេនឹងដាក់មនុស្សហើយតែពេលគេដាក់មនុស្សទៅហើយប្រាក់ខែយើងគេកាត់ព្រោះនៅនេះការងារងាយផ្សេងការងារអ្នកលោផ្សេងហើយការងារប្រាក់ខែអាហ្នឹងគឺផ្សេងទៀតហើយការងារក្នុងឡូនេះឥឡូវខ្ញុំប្រាប់ត្រួសសិនហើយចេកចាប់ពី2ខែឡើងគេនឹងដាក់ជីកប់ដាក់លើកទី1គេដាក់កំពង់ខែគល់វានៅកណ្ដាលហើយគេដាក់កំពង់ខែហើយដាក់ជីទី2គេចេកវាសងខាងមកជួសងខាងអញ្ចឹងហើយគេកាប់កណ្ដាលហើយខាង B ហ្នឹងគេដាក់បាន4ដងហើយប៉ុន្តែដាក់វគ្គនេះគេរៀងព្រឹកព្រៀងតិចព្រោះដាក់វគ្គមុនយើងវាប៉ះគល់តិចវាអត់ធ្វើអីទេឥឡូវវគ្គនេះគេមិនឲ្យប៉ះគល់ទេបើវាប៉ះគល់ខ្លាំងធ្វើឲ្យចេកយើងវាខូចព្រោះឥឡូវឆ្នាំនេះគេដាក់ច្រើនមុខឆ្នាំពីមុនគេដាក់តែ2មុខទេឥឡូវគេដាក់ឡើងដល់4 5មុខមកហើយតែពេលអញ្ចឹងទៅយើងធ្វើការយើងត្រូវប្រយ័ត្នប្រយែងហើយចេកឃើញស្លឹកវាដើមទូចដើមចាប់ពី1ខែចុះក្រោមឬក៏1ខែកន្លះចុះក្រោមហ្នឹងស្លឹកវាទូចហើយវាងាប់វាញ៉ៃអញ្ញាយឃើញអញ្ញាយហ្នឹងស្លឹកហ្នឹងគេមិនទាន់ធ្វើអីទេគេទុកវាចោលសិនហើយចេកចាប់ពី2ខែទៅ3ខែឡើងគេចាប់ដើមនេះកាត់ស្លឹកពេលហ្នឹងវាចាប់ដើមមានកូនកាត់ស្លឹកកាត់កូនហើយការងារក៏វាច្រើនមុខមែនតើពេលចេកវាធំហើយបើសិនជាយើងធ្វើការងារអត់ទាន់គេនឹងដាក់អ្នកងាយហើយគេដាក់អ្នកងាយទៅអ្នកលោខាតប៉ុន្តែអ្នកលោវាច្រើនអ្នកខ្លះគេឧស្សាហ៍ពួកគាត់ធ្វើការងារមិនសូវដាក់អ្នកងាយទេព្រោះពួកគាត់ថែមងក៏ចេះថែមងខ្លួនឯងហើយអ្នកលោអញ្ចឹងដែរអ្នកលោក្នុងមួយកន្លែងក្នុងមេក្រុមគ្រប់គ្រងហ្នឹងគេឲ្យ5 ឡូឬក៏6 ឡូហើយតែពេលការងារក្នុងឡូបើអ្នកឡូអត់ស្ដាប់មេក្រុមអាហ្នឹងការងារហ្នឹងវាពិបាកមែនតើពិបាកទាំងមេក្រុមហើយពិបាកនិយាយរួមទៅពិបាកច្បាស់គ្នាប៉ុន្តែសម្រាប់មេជុំវិញគេអត់ពិបាកទេពួកគេតម្លាក់ឲ្យយើងហើយយើងធ្វើមិនបានមេក្រុមគេចាប់ឲ្យអ្នកឡូមិនធ្វើឬក៏មិនអីហ្នឹងអាហ្នឹងគេជេរអ្នកឡូជេរមេក្រុមគេអត់ជេរអ្នកឡូទេហើយតែពេលអញ្ចឹងមេក្រុមគាត់ខឹងគេមកទូហើយក៏មិនខឹងពួកគាត់ហើយការងារខ្ញុំប្រាប់នេះមិនមែនថាអ្នកឡូក្នុងឡូអីទេខ្ញុំប្រាប់ថាការងារនៅក្នុងចការចេកពេលខ្លះវាមានពិបាកពេលខ្លះវាមានស្រួលមិនមែនថាដូចគេងាយតែអ្នកងាយវាច្រើនបើគេធ្វើទៅបានពាក់កណ្ដាលថ្ងៃអីវាភ្លៀងឬក៏មានបញ្ហាអីអាហ្នឹងគេកាត់លុយគេអត់ឲ្យលុយយើងទេបើសិនជាក្នុងឡូយើងតែយើងសុំច្បាប់ស្អីសុំមួយថ្ងៃ2ថ្ងៃគេអត់កាត់លុយយើងទេសំខាន់ឲ្យតែការងារយើងទី1គេដាក់មកយើងធ្វើទាន់គេទី2ការងារហ្នឹងធ្វើមិនធ្វើឲ្យល្អហើយយកចិត្តទុកដាក់ជាមួយនឹងចការរបស់យើងជាសម្ភារៈក្រោយគេឲ្យប្រមាណឲ្យតែពេលដាច់ឡូគេត្រូវយកវិញប៉ុណ្ណឹងប៉ុន្តែបើសិនជាយើងធ្វើបាត់អាហ្នឹងយើងករណីយើងត្រូវសង់ក្រុមហ៊ុនហើយបើសិនជាវាបាក់ឬក៏វាបែកដូចជាយោវាដាច់អីហ្នឹងអាហ្នឹងយើងអត់មានអីទេយើងគ្រាន់តែយករបស់ដែលបាក់បែកទីយោបែកយោអីហ្នឹងយើងយកទៅឲ្យក្នុងឃ្លាំងទៅឲ្យគេហើយនេះហើយគេអត់យកគេអត់កាត់យើងអត់អីទេចាប់ពីស្អែកទៅចាំខ្ញុំប្រាប់អំពីដែលគេកាត់កូនវាម៉េចហើយស្លឹកម៉េចគេត្រូវកាន់វាមានជំងឺម៉េចខ្ញុំស្អែកខ្ញុំនឹងប្រាប់តទៀតហើយខ្ញុំប្រាប់នេះដែរវីដេអូនេះខ្ញុំប្រាប់ថាស្អែកហ្នឹងខ្ញុំកាត់ខ្ញុំបង្រៀនថាកាត់កូនកាត់អីហ្នឹងខាង B គេអត់ទាន់ធ្វើទេព្រោះខាង B ចេញវានៅតូចតែខាង A ហ្នឹងវាចេញវាខ្ពស់ហើយតែអញ្ចឹងវាត្រូវអាយុដល់អាយុត្រូវវាមានកូនមានអីវាត្រូវកាត់កូនស្លឹកវាមានមេរោគមានអីហ្នឹងយើងត្រូវកាត់វាចោលដែរហើយស្លឹកមេរោគធម្មតាគេកាត់ធម្មតាចាំស្អែកខ្ញុំនឹងប្រាប់ទៀតហើយឲ្យដាក់ជីកប់ក៏អញ្ចឹងដែរដាក់ជីកប់ក៏ចាំមើលខ្ញុំយើងទៅដៃតិចខ្ញុំនឹងប្រាប់បងប្អូនទាំងអស់គ្នាទស្សនាមើលទាំងអស់គ្នាសូមអរគុណ